សូមជម្រាបសួរខ្ញុំបាទឈ្មោះលីសុកលេងជាប្រធានក្រុមពន្លឺអំណានកសាងអនាគតនៅក្នុងក្រុមរបស់យើងគឺមានសមាជិកចំនួន14អង្គនាក់ហើយពួកយើងបានអនុវត្តគម្រោងនៅក្នុងថ្ងៃទី10សីហាឆ្នាំ2025គម្រោងរបស់យើងគឺបានបញ្ចប់នៅក្នុងថ្ងៃទី5តុលាឆ្នាំ2025ដែលពួកយើងបានចុះអនុវត្តគម្រោងនៅក្នុងភូមិបញ្ញាឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបងដែលស្ថិតនៅក្នុងបណ្ណាល័យភូមិបញ្ញាក្នុងសកម្មភាពនេះដែរក្រុមរបស់យើងក៏បានជ្រើសរើសប្រធានបទមួយទាក់ទងអំពីការលើកកម្ពស់ការអានកុមារដើម្បីអភិវឌ្ឍសហគមន៍មូលហេតុដែលក្រុមរបស់យើងជ្រើសរើសប្រធានបទនេះគឺដោយសារតែឃើញពីបញ្ហាជាច្រើនដូចជាក្មេងៗគឺពួកគាត់ពុំទាន់បានយល់អំពីសារៈសំខាន់ក្នុងការអានហើយមួយផ្សេងទៀតបច្ចេកវិទ្យាកាន់តែទំនើបធ្វើឲ្យក្មេងៗប្រើប្រាស់បណ្ដាញសង្គមគឺលើសកំណត់ហើយបើយើងនិយាយទាក់ទងអំពីអាណាព្យាបាលវិញគឺពួកគាត់នៅពេលដែលរវល់ជាមួយនឹងការងារខ្លាំងពេកឧទាហរណ៍ជាស្ដែងនៅពេលដែលកូនពួកគាត់យំពួកគាត់អត់អាចហុចសៀវភៅដើម្បីឲ្យក្មេងៗអានឲ្យបាត់យំបានទេពួកគាត់តែងតែជំនួសទូរស័ព្ទជាការដែលហុចសៀវភៅទៅវិញទាំងអស់នេះហើយគឺជាហេតុផលដែលក្រុមរបស់យើងសម្រាប់ចិត្តជ្រើសរើសប្រធានបទទាក់ទងអំពីការលើកកម្ពស់អំណាចដើម្បីអភិវឌ្ឍសហគមន៍ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ការផ្លាស់ប្ដូរទម្លាប់នៃការអានដើម្បីអភិវឌ្ឍសហគមន៍មិនត្រឹមតែប៉ុណ្ណោះទេពួកយើងចង់បណ្ដុះបណ្ដាលឲ្យក្មេងៗគាត់មានឆន្ទៈស្រឡាញ់ក្នុងការអាននិងចង់ឲ្យគាត់មានទម្លាប់ដែលមិនល្អការដែលដើរលេងពីមុនងាកមកចាប់អារម្មណ៍នឹងការអានវិញតាមរយៈនៃការយើងធ្វើការចាប់បានប្រមាណដូចហើយយើងសង្កេតឃើញថាគាត់ភាគច្រើនគឺមិនមានទម្លាប់នៃការអាននោះទេធ្វើឲ្យយើងសម្រេចចិត្តថាកម្មវិធីទី2គឺយើងផ្ដល់វគ្គបណ្ដុះបណ្ដាលមួយទៅកាន់គាត់ដែលមានឈ្មោះថាការលើកកម្ពស់នៃការអានដើម្បីអភិវឌ្ឍសហគមន៍កម្មវិធីនេះគឺយើងមានការចូលរួមអំពីលោកស្រីមេភូមិបញ្ញានិងមានការផ្ដល់វគ្គបណ្ដុះបណ្ដាលមួយទៅកាន់ពួកគាត់ដោយយើងនិយាយអំពីការលើកកម្ពស់នៃការអានដើម្បីឲ្យពួកគាត់ដឹងអំពីសារៈប្រយោជន៍នៃការអានតើធ្វើយ៉ាងណាដើម្បីឲ្យពួកគាត់ងាកមកចូលចិត្តការអានសៀវភៅឡើងវិញវិធីសាស្ត្រល្អៗដើម្បីឲ្យពួកគាត់មានអារម្មណ៍ល្អៗក្នុងការអានសៀវភៅហើយក្រោយពីបញ្ចប់វគ្គនេះហើយយើងក៏បានលេងល្បែងកម្សាន្តមួយទៅកាន់ពួកគាត់ដោយផ្សារភ្ជាប់នឹងការអានអំណានផងដែរដើម្បីឲ្យពួកគាត់កាន់តែរីករាយក្នុងការអានអំណានឲ្យបានច្រើនជាងមុនអញ្ចឹងក្រុមកោដៅរបស់យើងគឺក្រុមកោដៅដដែលស្ថិតនៅក្នុងភូមិបញ្ញាឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបងស្ថិតនៅក្នុងភូមិបណ្ណាល័យបញ្ញាហើយក្រោមអ្នកចូលរួមរបស់យើងមានចំនួនសរុប59នាក់ស្រីសរុប33នាក់ក្នុងប្រធានបទនេះដែរគឺយើងធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យពួកគាត់ជ្រាបនិងយល់ដឹងអំពីផលប៉ះពាល់នៃការបរិភោគគ្រឿងកំប៉ុងអញ្ចឹងយើងដឹងច្បាស់ហើយថានៅពេលដែលយើងញ៉ាំភេសជ្ជៈគ្រឿងកំប៉ុងចូលក្នុងខ្លួនច្រើនពេកគឺយើងមានផលប៉ះពាល់ច្រើនមិនថាតាក់ទងទៅនឹងសុខភាពរបស់យើងនឹងអាចទន់ខ្សោយកាឡូរីយើងក៏ឡើងខ្ពស់ជាតិស្ករយើងក៏ឡើងច្រើនដូចគ្នាអញ្ចឹងហេតុដូចនេះហើយទៅក្រុមយើងខ្ញុំសម្រាប់ចិត្តថាយើងនឹងបញ្ជ្រាបតាក់ទងនឹងគ្រឿងកំប៉ុងចូលបន្ថែមទៀតអញ្ចឹងក្រុមរបស់យើងមិនមែនធ្វើតែអំណានទេគឺយើងបានជ្រាបបញ្ចូលជាមួយនឹងគ្រឿងកំប៉ុងដូចគ្នាដែរមានអារម្មណ៍ថាសប្បាយគាត់អើយបានពួកកូនក្មួយឯងមកអញ្ចឹងសប្បាយណាក្មួយអ៊ំត្រេកអរណាគាត់អើយក្នុងភូមិបញ្ញាយើងនឹងកូនហើយដូចថាអ៊ំចង់ឲ្យពួកក្មួយឯងមកម្ដងទៀតមកជួបក្មេងៗម្ដងទៀតអីចឹងណាក្មួយសប្បាយចិត្តណាក្មួយមិនបានមានទេមានតែពួកក្មួយឯងនឹងឯងដែលមកខ្ញុំនឹងចិត្តស្មោះអមរាខ្ញុំជាសិស្សនៅក្នុងបណ្ណាល័យភូមិបញ្ញាម្នាក់ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងដែលមានបងមកបណ្ដុះបណ្ដាលនៅក្នុងបណ្ណាល័យភូមិបញ្ញាខ្ញុំពីមុនជាមនុស្សម្នាក់ដែលមិនចូលចិត្តអានសៀវភៅបន្ទាប់ពីបានបងមកបណ្ដុះបណ្ដាលនៅក្នុងបណ្ណាល័យភូមិបញ្ញាហើយខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងពីមនុស្សម្នាក់ដែលមិនចូលចិត្តអានសៀវភៅទៅជាមនុស្សម្នាក់ដែលចូលចិត្តអានសៀវភៅ